ជំរាបសួរអ្នកខ្ញុំឡាយដាណេពី Oswai Migration and Education ថ្ងៃនេះអ្នកខ្ញុំនឹងនិយាយអំពីទិដ្ឋាការនិស្សិតរបស់ប្រទេសអូស្ត្រាលីមានបងប្អូនជាច្រើនអ្នកនៅតែឆ្ងល់ថាតើសិស្សអន្តរជាតិនៅប្រទេសអូស្ត្រាលីអាចធ្វើការបានដែរឬទេឆ្លើយតបនឹងសំណួរនេះចម្លើយគឺបានសិស្សអន្តរជាតិអាចធ្វើការបាន48ម៉ោងក្នុងរយៈពេល2សប្តាហ៍ក្រៅពីសំណួរនេះក៏មានចម្ងល់ជាច្រើនដែលអ្នកសិក្សានៅតែមិនទាន់យល់ច្បាស់អំពីទិដ្ឋាការនិស្សិតអ្នកខ្លះចង់រៀនប៉ុន្តែមិនដឹងថាត្រូវធ្វើយ៉ាងណាអ្នកខ្លះក៏ព្រួយបារម្ភអំពីការរៀបចំឯកសារហើយអ្នកខ្លះទៀតក៏គិតថាខ្លួនឯងគ្មានសមត្ថភាពគ្រប់គ្រាន់ចម្ងល់នឹងការព្រួយបារម្ភទាំងនេះនឹងត្រូវបានដោះស្រាយនៅពេលដែលអ្នកជួបពិភាក្សាជាមួយនឹងអ្នកជំនាញផ្នែកប្រឹក្សានៃការអប់រំជាការពិតណាស់ការធ្វើចំណាកស្រុកមកសិក្សាអាចជួបការលំបាកជាច្រើននិងមានដំណើរការស្មុគស្មាញដូច្នេះការទទួលយកនៅការប្រឹក្សាពីអ្នកផ្ដល់ប្រឹក្សាផ្នែកអប់រំនិងបើកបង្ហាញផ្លូវមួយយ៉ាងត្រឹមត្រូវព្រមទាំងជួយអ្នកឲ្យមើលឃើញឱកាសជាច្រើនដើម្បីអាចរស់នៅប្រទេសអូស្ត្រាលីប្រហែលជាបងប្អូនធ្លាប់ឮនិស្សិតខ្លះនិយាយអំពីការលំបាកនៅក្នុងការស្វែងរកឱកាសរស់នៅប្រទេសអូស្ត្រាលីបន្ទាប់ពីរៀនចប់តើព្រោះហេតុអ្វីនេះក៏ដោយសារតែខ្វះនៅព័ត៌មានច្បាស់លាស់ពីខាងដើមធ្វើឲ្យពួកគេលំបាកនៅពេលខាងក្រោយដើម្បីជៀសវាងបញ្ហាទាំងនេះយើងសូមណែនាំឲ្យអ្នកសិក្សាធ្វើការប្រឹក្សាជាមួយនឹងអ្នកផ្ដល់ប្រឹក្សាផ្នែកអប់រំជាមុនសិនដូច្នេះអ្នកនឹងមិនខកចិត្តមិនខាតពេលវេលានិងមិនចំណាយថវិកាឥតប្រយោជន៍នៅពេលអ្នកទទួលការប្រឹក្សាពីអ្នកជំនាញផ្នែកអប់រំរបស់ Oswai Migration and Education ពួកគេនឹងផ្ដល់ដំបូន្មានច្បាស់ឲ្យអ្នកពួកគេក៏អាចប្រាប់អ្នកអំពីមុខវិជ្ជាសិក្សាដែលត្រូវនឹងជំនាញរបស់អ្នកការជ្រើសរើសសាលារៀននិងមុខវិជ្ជាដែលអាចផ្ដល់ឱកាសឲ្យអ្នកទទួលបានសិទ្ធិរស់នៅក្នុងប្រទេសអូស្ត្រាលីមិនត្រឹមតែប៉ុណ្ណោះអ្នកផ្ដល់ប្រឹក្សានឹងបញ្យល់អ្នកថាតើអ្នកចាំបាច់ត្រូវសុំវីសាសម្រាប់អាណាព្យាបាលដែរឬទេការប្រឹក្សានេះគឺសម្រាប់អ្នកទាំងអស់គ្នាអ្នកគួរតែទទួលយកនៅការប្រឹក្សាដើម្បីទទួលបានព័ត៌មានពិតនិងធ្វើការសម្រេចចិត្តច្បាស់លាស់អ្នកជំនាញរបស់យើងនឹងបង្ហាញគ្រប់យ៉ាងទាំងឱកាសនិងឧបសគ្គដែលអាចជួបប្រទះព្រមទាំងផ្ដល់នៅដំណោះស្រាយផងដែរសូមតាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មាននៅលើអេក្រង់នេះសូមអរគុណ